ខ្ញុំលើកយកឧទាហរណ៍មួយចំនួននៃការឈឺចាប់របស់យើងធៀបជាមួយនឹងជនជាតិមួយចំនួនដែលគេឈឺចាប់ហើយគេឆ្នៃអំពីការឈឺចាប់នោះទៅជាភាពខ្លាំងរបស់គេឧទាហរណ៍ដូចជាប្រទេសអ៊ីស្រាអែលប្រទេសអ៊ីស្រាអែលគឺជាប្រទេសតូចមួយហើយប្រទេសនោះស្ថិតនៅក្រោមការត្រួតត្រារបស់មហាអំណាចធំៗលើពិភពលោកនាពេលកន្លងមកគឺមានអាយុកាលជិត2000ឆ្នាំហើយដែលស្ថិតនៅក្រោមអាណានិគមរបស់គេប៉ុន្តែជនជាតិអ៊ីស្រាអែលគេមានការឈឺចាប់គេដឹងនៅប្រវត្តិសាស្ត្ររបស់គេគឺមានតែខ្លួនគេខ្លាំងតែប៉ុណ្ណោះទេទើបគេអាចរស់បានទើបគេអាចបង្កើតទៅជាប្រទេសរបស់ខ្លួនឯងបានគឺជាការពិតណាស់កំហឹងនៃការឈឺចាប់របស់ជនជាតិអ៊ីស្រាអែលបានធ្វើឲ្យជនជាតិអ៊ីស្រាអែលបង្កើតទៅជាប្រទេសអ៊ីស្រាអែលឡើងមកដល់ពេលបច្ចុប្បន្ននេះហើយយើងក្រឡេកមើលទៅប្រទេសអ៊ីស្រាអែលគឺជាប្រទេសកូនតូចមួយហើយទឹកដីរបស់ប្រទេសអ៊ីស្រាអែលពោពេញទៅដោយទឹកដីវាលខ្សាច់ទៀតផងបើធៀបជាមួយនឹងខ្មែរគឺទឹកដីអន់ជាងខ្មែរឆ្ងាយណាស់ទឹកដីរបស់ខ្មែរគឺមានជីជាតិល្អណាស់មិនចាំបាច់កែច្នៃអ្វីទេដំណាំគ្រាន់តែដាក់វានឹងដុះឡើងដោយខ្លួនឯងប៉ុន្តែប្រទេសអ៊ីស្រាអែលទឹកដីគឺពោពេញទៅដោយខ្សាច់ដើម្បីដាំដំណាំកសិកម្មអាចហូបបានដោយខ្លួនឯងគឺគេឆ្លងកាត់ការសិក្សាស្រាវជ្រាវរួមជាមួយនឹងបទពិសោធន៍បច្ចេកទេសនិច្ចជាច្រើននៅក្នុងការធ្វើកសិកម្មឲ្យកសិកម្មគេរីកចម្រើនហេតុអ្វីបានប្រទេសអ៊ីស្រាអែលគេខិតខំប្រឹងប្រែងធ្វើឲ្យកសិកម្មរបស់គេខ្លាំងក្លាយ៉ាងដូចនេះព្រោះអ៊ីស្រាអែលគេដឹងថាជនជាតិផ្សេងដែលនៅជុំវិញគេនោះសុទ្ធសឹងតែជាចចកសុទ្ធសឹងតែជាខ្លាសុទ្ធសឹងតែជាក្រពើរងចាំស៊ីសាច់ហុតឈាមរបស់គេដូច្នេះហើយបើសិនជាគេមិនផលិតស្បៀងដោយខ្លួនឯងទេចាំតែទិញអំពីបរទេសនោះអ៊ីស្រាអែលនឹងក្លាយទៅជាទេសករនៃស្បៀងអាហាររបស់ជនបរទេសហើយខណៈដែលជនជាតិខ្លួនមិនត្រូវជាមួយនឹងជនបរទេសជុំវិញដូច្នេះបរទេសគេគ្រាន់តែបិទស្បៀងអាហារបន្តិចក៏ធ្វើឲ្យជនជាតិអ៊ីស្រាអែលស្លាប់បានដែរប៉ុន្តែមិនដូច្នោះឡើយជនជាតិអ៊ីស្រាអែលគឺផលិតស្បៀងអាហារដោយខ្លួនឯងផលិតអាវុធដោយខ្លួនឯងផលិតសម្ភារៈប្រើប្រាស់ដោយខ្លួនឯងនៅពេលដែលអ៊ីស្រាអែលផលិតសម្ភារៈប្រើប្រាស់បានគ្រប់បែបយ៉ាងហើយអ៊ីស្រាអែលខ្លាំងក្លាហេតុអ្វីបានជនជាតិអ៊ីស្រាអែលខំប្រឹងផលិតសម្ភារៈធ្វើឲ្យខ្លួនឯងខ្លាំងក្លារឹងមាំឡើងគឺដោយសារតែជនជាតិអ៊ីស្រាអែលនឹងធ្លាប់ឈឺចាប់ហើយគេចងចាំនៅបទពិសោធន៍នៃការឈឺចាប់របស់គេនោះមិនឲ្យវាកើតឡើងមកសារជាថ្មីឡើងវិញឡើយព្រោះពេលដែលវាកើតឡើងវិញគឺវាត្រូវស្លាប់យ៉ាងរង្គាលដូច្នេះហើយអ៊ីស្រាអែលត្រូវតែរស់ដោយខ្លួនឯងការដែលយើងស្គាល់នៅប្រវត្តិឈឺចាប់របស់យើងគឺជារនាំងដ៏សំខាន់បំផុតសម្រាប់ការពារយើងកុំឲ្យលាក់ចូលទៅក្នុងគ្រោះមហន្តរាយហើយជាពិសេសនោះអាការឈឺចាប់នឹងហើយវានឹងជំរុញចិត្តជំរុញបេះដូងជំរុញធម៌ពលរបស់យើងឲ្យខ្លាំងក្លាឡើងដើម្បីជំនះយកឈ្នះនៅសត្រូវឈ្លានពានយើងបើគ្មានអាការឈឺចាប់នឹងទេម្លេះយើងនឹងសប្បាយយើងនឹងរីករាយពេលដែលយើងសប្បាយពេលដែលយើងរីករាយគឺជាពេលដែលយើងត្រូវគ្រោះថ្នាក់ជាទីបំផុត